ជំរាបសួរបងប្អូនជនរួមជាតិជាទីមេត្រីសម្លេងប្រជាធិបតេយ្យជឿនលឿនសូមដកស្រង់នៅអត្ថបទខ្លីរបស់លោករដ្ឋសុធីប្រធានក្រុមការងារខេត្តបន្ទាយមានជ័យរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនមកចែកជូនបងប្អូនស្ដាប់ដូចតទៅការរិះគន់ដើម្បីស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីក្រុមអ្នកជំទាស់ក្នុងនាមខ្ញុំជាបកក្រៅរដ្ឋាភិបាលមួយធ្វើការឆ្លើយតបទៅនឹងសំណេររបស់ page Facebook មួយចំនួនដែលមិនញែកឲ្យដាច់ស្ដីពីទស្សនៈយោបល់ឬមតិរិះគន់ស្ថាបនាហើយតែងតែដាក់ជាកញ្ចប់ក្នុងន័យអវិជ្ជមានការរិះគន់ដើម្បីស្ថាបនាគឺជាការបញ្ចេញមតិយោបល់ដោយផ្អែកលើហេតុផលនិងគោលបំណងកែលម្អឲ្យកាន់តែប្រសើរការរិះគន់បែបនេះមិនមែនជាការវាយប្រហារឬបន្ទាបតម្លៃអ្នកដទៃឡើយប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញចំណុចខ្វះខាតនិងឱកាសក្នុងការអភិវឌ្ឍសម្រាប់ក្រុមអ្នកជំទាស់ការរិះគន់ប្រកបដោយស្ថាបនាអាចបង្ហាញពីសមត្ថភាពចក្ខុវិស័យនិងការទទួលខុសត្រូវរបស់ពួកគេចំពោះសង្គមនៅពេលមានការរិះគន់មានមូលដ្ឋានលើការពិតនិងភ្ជាប់ជាមួយដំណោះស្រាយវានឹងជួយជំរុញឲ្យមានការកែលម្អការងារការគ្រប់គ្រងនិងការអភិវឌ្ឍជារួមផ្ទុយទៅវិញការរិះគន់ដែលគ្មានភស្តុតាងឬធ្វើឡើងដោយអារម្មណ៍អាចបង្កជាជម្លោះនិងបាត់បង់ភាពជឿជាក់ដូច្នេះការរិះគន់ដើម្បីស្ថាបនាគឺជាវប្បធម៌សំខាន់ក្នុងសង្គមប្រជាធិបតេយ្យព្រោះវាជួយឲ្យគ្រប់ភាគីរៀនសូត្រកែតម្រូវនិងរីកចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាពសូមបងប្អូនប្រិយមិត្តនិងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតម្ចាស់ប្រទេសជួយ comment និងជួយផ្ដល់ជាមតិយោបល់ខាងក្រោមតាមការគួរប្រកបដោយបញ្ញានិងក្រមសីលធម៌វិជ្ជាជីវៈថ្ងៃពុធខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2507ត្រូវនៅថ្ងៃទី10ខែមិថុនាឆ្នាំ2026